ជប៉ុនអាចនឹងចាប់ផ្ដើមសង្គ្រាមជាមួយរុស្ស៊ីនៅលើបញ្ហាប្រជុំកោះកូរីល View កាន់តែច្រើនចំនួនលុយកាន់តែច្រើន Download កម្មវិធី BTube Academy ជាមួយនឹង Android និង iOS នៅភាគខាងជើងនៃប្រទេសជប៉ុនមានកោះជាច្រើនហៅថាកោះកូរីលបច្ចុប្បន្នកោះទាំងនេះជារបស់រុស្ស៊ីប៉ុន្តែមានពេលមួយដែលពួកវាជារបស់ជប៉ុនរដ្ឋាភិបាលជប៉ុននាពេលបច្ចុប្បន្នមានគោលបំណងមហិច្ឆតាមួយក្នុងការស្វែងរកវិធីដើម្បីទាញយកកោះមួយចំនួននេះមកវិញឲ្យស្ថិតក្រោមអធិបតេយ្យភាពរបស់ដែនដីជប៉ុនប៉ុន្តែសួរថាតើជប៉ុនអាចនឹងធ្វើវាកើតឬក៏អត់ពេលនេះប្រហែលជាពេលវេលាដ៏ស័ក្តិសមមួយសម្រាប់ការដោះស្រាយរឿងនេះតើអ្នកទាំងអស់គ្នាបានដឹងទេថាតាមពិតទៅរុស្ស៊ីនិងជប៉ុននៅតែមិនទាន់អាចបញ្ចប់សង្គ្រាមជាផ្លូវការជាមួយគ្នាបានតាំងតែពីសម័យសង្គ្រាមលោកជាការពិតទៅបន្ទាប់ពីសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅនៅក្នុងឆ្នាំ1945ខណៈពេលដែលកងទ័ពជប៉ុនត្រូវបានផ្ដួលរំលំដោយប្រទេសសម្ព័ន្ធមិត្តគេឃើញថាគ្មានសន្ធិសញ្ញាសន្តិភាពណាមួយត្រូវបានចុះហត្ថលេខារវាងរុស្ស៊ីនិងជប៉ុនឡើយរឿងនោះក៏ព្រោះតែដោយសារមូលហេតុចំនួនជុំវិញកោះកូរីលនេះផងដែរអស់រយៈពេល8ទសវត្សរ៍មកហើយដែលចំនួននៅតែបន្តហើយគ្មានលទ្ធផលណាមួយក្នុងការដោះស្រាយដើម្បីស្មើភាពជប៉ុនពិតជាត្រូវការកោះទាំងនោះមកវិញខ្លាំងណាស់សម្រាប់ពួកគេវាគឺជាកន្លែងដែលអាចរស់នៅបានខណៈសម្រាប់រុស្ស៊ីវាគ្រាន់តែជាទឹកដីដែលអាចផ្ដល់នូវធនធានធម្មជាតិនិងវត្ថុធាតុដើមតែប៉ុណ្ណោះគណៈពេលរុស្ស៊ីមិនមានគោលបំណងរស់នៅលើកោះទាំងនេះចំណែកជប៉ុនវិញប៉ុនប៉ងសាងសង់ទីក្រុងថ្មីនៅលើដែនដីកោះនេះទៅហើយប្រទេសជប៉ុនមានប្រជាជនចំនួន125លាននាក់ម្ល៉េះហើយច្បាស់ណាស់ពួកគេមិនមានទឹកដីគ្រប់គ្រាន់សម្រាប់តាំងទីរស់នៅនោះទេខណៈដែលប្រទេសរុស្ស៊ីមានប្រជាជនចំនួន145លាននាក់ហើយពួកគេបានក្តោបក្តាប់យកនិងកាន់កាប់លើទឹកដីជាច្រើនគ្រាន់តែប្រៀបធៀបប្រទេសទាំងពីរនៅលើផែនទីពិភពលោកយើងក៏អាចវិតម្លៃបានទៅហើយប្រសិនបើរុស្ស៊ីបាត់បង់កោះតូចៗមួយចំនួនគ្មាននរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ីនៅបានកត់សម្គាល់នោះទេហើយសម្រាប់ប្រទេសជប៉ុនវិញការក្តោបក្តាប់យកដែនកោះទាំងនេះគឺជាការពង្រីកដ៏សំខាន់មួយតាមពិតទៅមានវិធីពីរយ៉ាងក្នុងការដោះស្រាយជម្លោះនេះមួយគឺតាមរយៈការទូតនិងមួយទៀតតាមរយៈកម្លាំងយោធារហូតមកដល់ពេលនេះគ្មាននរណាម្នាក់ក្នុងប្រទេសជប៉ុនធ្លាប់មានគំនិតគិតចង់ធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ីឡើយព្រោះរុស្ស៊ីមានកិត្តិស័ព្ទជាដៃគូប្រកួតកម្លាំងយោធាដ៏មានឥទ្ធិពលខ្លាំងក្លាប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែនបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់កងទ័ពរុស្ស៊ីជាការពិតទៅអំណាចយោធារបស់រុស្ស៊ីដូចជាត្រូវបានបំផោងជ្រុលពេកជាក់ស្ដែងអាវុធរបស់រុស្ស៊ីទៀតសោតក៏បានសបញ្ជាក់ឲ្យឃើញថាវារៀងហួសសម័យកាលទៅហើយនិងមិនអាចទប់ទល់បានឡើយជាមួយនឹងដៃគូលោកខាងលិចដែលមានភាពទំនើបជាងជារួមបើពិនិត្យឲ្យមែនទែនទៅរុស្ស៊ីហាក់បីដូចជាកំពុងប្រយុទ្ធដោយប្រើប្រាស់អាវុធមកតាំងពីសម័យសហភាពសូវៀតផងក៏មិនដឹងជាងនេះទៅទៀតយើងសង្កេតឃើញថារាល់ថ្ងៃសក្តានុពលកងទ័ពរុស្ស៊ីកាន់តែធ្លាក់ចុះទៅខ្សត់ខ្សោយពីការប្រយុទ្ធគ្នាក្នុងចម្បាំងជាមួយនឹងអ៊ុយក្រែនហើយប្រសិនបើរុស្ស៊ីពិតជាបរាជ័យនៅអ៊ុយក្រែននឹងមានមនុស្សជាច្រើនចង់សាកល្បងថ្វាយដៃជាមួយនឹងរុស្ស៊ីដែរមិនថាពួកគេខ្លាំងយ៉ាងណានោះទេដូច្នេះហើយវាគឺជាឱកាសមួយសម្រាប់ប្រទេសជប៉ុនដែលអាចធ្វើឲ្យកងទ័ពជប៉ុនអាចចូលកាន់កាប់ប្រជុំកោះកូរីលបានយ៉ាងងាយស្រួលដើម្បីបញ្ឈប់ជប៉ុនបានរុស្ស៊ីមានតែត្រូវប្រើកងទ័ពជើងទឹករបស់ខ្លួនប៉ុន្តែកងទ័ពជើងទឹករបស់រុស្ស៊ីមិនទំនើបនៅឡើយទេកន្លងមកយើងឃើញស្រាប់ហើយបន្ទាប់ពីអ៊ុយក្រែនបានធ្វើឲ្យលេចនាវាចម្បាំងដ៏ធំបំផុតរបស់រុស្ស៊ីគឺមកខ្វានៅក្នុងសមុទ្រខ្មៅនិងកប៉ាល់ចុះចតធំមួយចំនួនទៀតបញ្ជាក់បានថាកប៉ាល់រុស្ស៊ីមិនអាចការពារខ្លួនពីកំជ្រួចមីស៊ីលទំនើបបានទេបើអាចទៅរួចរុស្ស៊ីមានតែត្រូវប្រយុទ្ធជាមួយជប៉ុនពីចម្ងាយដោយជាការវាយប្រហារដោយមីស៊ីលដោយអ្វីដែលពួកគេធ្លាប់បានធ្វើជាមួយនឹងអ៊ុយក្រែនដែរកម្លាំងដ៏ខ្លាំងបំផុតរបស់កងទ័ពរុស្ស៊ីគឺកំជ្រួច Caliber ប៉ុន្តែឃ្លាំងស្តុបរបស់ពួកគេក៏ត្រូវបានបាត់បង់យ៉ាងឆាប់រហ័សនៅក្នុងសង្គ្រាមអ៊ុយក្រែនផងដែរហើយការបង្កើតកំជ្រួចដែលមានភាពជឿជាក់ខ្ពស់នៅពេលអនាគតនឹងមានការលំបាកដោយសារតែការដាក់ពិន័យផ្សេងកំហិតលើច្បាប់ក្រៅពីនេះទៀតដែរយើងឃើញថាសូម្បីតែអ៊ុយក្រែនក៏អាចបាញ់ទម្លាក់ 50% នៃកំជ្រួចមីស៊ីល Caliber ទាំងអស់របស់រុស្ស៊ីដោយប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសចាស់របស់ខ្លួនចុះទម្រាំតែប្រព័ន្ធការពារដែនអាកាសទំនើបរបស់ជប៉ុនវិញនោះប្រហែលជាអាចទប់ទល់ការពារជប៉ុនពីកំជ្រួចមីស៊ីលរបស់រុស្ស៊ីហើយសរុបមកដំណោះស្រាយដោយប្រើប្រាស់កម្លាំងយោធាគឺស័ក្តិសមបំផុតសម្រាប់ជប៉ុនប៉ុន្តែសំណួរសួរថាតើពួកគេធ្វើឬក៏អត់នោះទើបជាអ្វីដែលយើងចង់ដឹងជាការពិតណាស់ជប៉ុនក៏អាចគ្រាន់តែទិញកោះនោះពីរុស្ស៊ីក៏បានស្រាប់ទៅហើយក៏ប៉ុន្តែលោកពូទីននឹងមិនសម្រេចចិត្តធ្វើដូច្នេះទេសម្រាប់ព្រោះតែហេតុផលនយោបាយប្រជាជនរុស្ស៊ីនឹងមិនគ្រប់គ្រងទង្វើបែបនេះឡើយ
ជាពិសេសកាន់តែដឹងអំពើខុបខិតពុករលួយក្នុងប្រទេសបែបនេះទៀតកាលពីប្រមាណឆ្នាំមុនប្រទេសជប៉ុនបានខិតជិតទៅរកការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីទៅហើយក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេលោកបានជួបគ្នាយ៉ាងញឹកញាប់ជាមួយនឹងលោកពូទីនហើយហាក់ដូចជាពួកគេទាំងពីរអាចស្វែងរកឱកាសសម្របសម្រួលមួយឃើញហើយការសម្របសម្រួលនោះត្រូវបានចែងឡើងដូចខាងក្រោមរុស្ស៊ីនឹងបកគលកោះឲ្យជប៉ុនវិញលុះត្រាតែក្រោមលក្ខខណ្ឌពីរយ៉ាងទី1ជប៉ុនត្រូវតែបោះបង់មូលដ្ឋានទ័ពយោធាអាមេរិកពីទឹកដីរបស់ខ្លួននិងមួយផ្នែកធំនៃសពាវុធធុនធ្ងន់របស់ខ្លួនទី2ជប៉ុនត្រូវតែមិនដាក់កងកម្លាំងយោធានៅលើប្រជុំកោះកូរីលទាំងអស់នេះត្រូវបានចុះហត្ថលេខានៅលើសន្ធិសញ្ញាសន្តិភាពប៉ុន្តែជាអកុសលគ្មានអ្វីកើតឡើងបន្ទាប់ពីនោះទេតាមពិតទៅលោកពូទីនបានទាមទារឲ្យមានការរំសាយកងទ័ពជប៉ុនទាំងអស់ប៉ុន្តែលោកស៊ីនហ្សូអាបេលែងមានជីវិតទៀតហើយរដ្ឋាភិបាលថ្មីរបស់ជប៉ុនកាន់តែល្អិតល្អន់ក្នុងកលៈទេសៈនាពេលបច្ចុប្បន្ននេះជប៉ុនអាចនឹងមានឱកាសដណ្ដើមយកកោះរបស់ខ្លួនមកវិញដោយកម្លាំងយោធាហើយអ្នកនយោបាយជប៉ុនថ្មីប្រហែលជាសម្រេចចិត្តនឹងធ្វើវាយើងអាចមើលឃើញកាន់តែច្បាស់តាមរយៈលក្ខណៈនៃសមយុទ្ធយោធារបស់កងទ័ពជប៉ុនប្រហែលជាពេលនេះជប៉ុនកំពុងរងចាំពេលវេលាដ៏ល្អមួយនៅពេលដែលកងទ័ពរុស្ស៊ីចុះខ្សោយដោយសារសង្គ្រាមនៅអ៊ុយក្រែនដែលធ្វើឲ្យពួកគេមិនអាចធ្វើប្រតិបត្តិការយោធានៅកន្លែងណាផ្សេងទៀតបានទេโจ Biden អត់ខ្លាចការប្រមានរបស់ពូទីនបញ្ជូនជំនួយយោធានិងប្រព័ន្ធភេទ្រីយ៉ូតទៅអ៊ុយក្រែនស្របពេលបណ្ដាញផ្សព្វផ្សាយនានាកំពុងតែរាយការណ៍អំពីប្រធានាធិបតីអ៊ុយក្រែនអាចនឹងធ្វើដំណើរទៅជាន់ទឹកដីរបស់សហរដ្ឋអាមេរិកនោះមន្ត្រីក្រុង Washington បានអះអាងអំពីការផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែមទៀតជួយដល់ក្រុងគៀវសម្រាប់បង្ក្រាបកម្លាំងទាហានរុស្ស៊ីដែលរាប់បញ្ចូលទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួនផងដែរសារព័ត៌មាន Al Jazeera បានចេញផ្សាយកាលពីព្រឹកថ្ងៃពុធទី21ខែធ្នូថាមន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថារដ្ឋបាលរបស់ប្រធានាធិបតី Joe Biden នឹងប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់ $1.8 លានបន្ថែមទៀតសម្រាប់ជួយដល់ក្រុងគៀវនាពេលឆាប់ៗនេះជំនួយគ្រឿងយុទ្ធឧបករណ៍ទាំងនោះក៏រាប់បញ្ចូលទាំងប្រព័ន្ធការពារដែនអាកាសដ៏ទំនើប Patriot និងគ្រាប់បែកនាំផ្លូវជាក់លាក់សម្រាប់បាញ់ចេញពីយន្តហោះចម្បាំងរបស់អ៊ុយក្រែនផងដែរអង្គការបណ្ដាញផ្សព្វផ្សាយដែលដកស្រង់ប្រភពផ្សេងៗដោយមិនបានបង្ហាញអត្តសញ្ញាណបានរាយការណ៍នៅថ្ងៃពុធនេះថាលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនអាចនឹងធ្វើដំណើរទៅកាន់រដ្ឋធានី Washington ដើម្បីជួបជាមួយនឹងសមាភិកីសហរដ្ឋអាមេរិកលោក Joe Biden និងសភាសហរដ្ឋអាមេរិកប៉ុន្តែទោះជាយ៉ាងណាអ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយណាមួយជុំវិញដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅកាន់ទឹកដីមហាអំណាចកំពូលទាំងសេដ្ឋកិច្ចនិងយោធារបស់ពិភពលោកនោះឡើយដោយសារមានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុងលិខិតមួយកាលពីព្រឹកថ្ងៃអង្គារថានឹងមានសម័យប្រជុំសភាមួយនៅយប់ថ្ងៃពុធដោយនឹងផ្ដោតយ៉ាងពិសេសបំផុតលើលទ្ធិប្រជាធិបតេយ្យដែលគេរំពឹងទុកកាន់តែខ្លាំងថាប្រធានាធិបតីអ៊ុយក្រែនអាចនឹងធ្វើទស្សនកិច្ចនៅក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកបើតាមទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានរាយការណ៍ថាកញ្ចប់ជំនួយយោធាមានទំហំទឹកប្រាក់ $1.8 លាននឹងត្រូវប្រកាសដោយប្រធានាធិបតីលោក Joe Biden ហើយនេះជាការបង្ហាញអំពីការពង្រីកប្រភេទគ្រឿងសព្វាវុធទំនើបដែលក្រុង Washington កំពុងតែបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់ពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអឺរ៉ុបមួយនេះប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីក្រុមមន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថាកញ្ចប់ជំនួយនេះអាចនឹងត្រូវប្រកាសនៅថ្ងៃពុធដែលរាប់បញ្ចូលទាំងគ្រឿងសព្វាវុធមានតម្លៃប្រហែល$1,000 លានកាត់ចេញពីឃ្លាំងស្តុកអាវុធរបស់មន្ទីរបញ្ចកោណនិងទឹកប្រាក់$800 លានផ្សេងទៀតជាការផ្ដល់មូលនិធិតាមរយៈគំនិតផ្ដួចផ្ដើមជំនួយសន្តិសុខរបស់អ៊ុយក្រែនមានដូចជាការផ្ដល់មូលនិធិអាវុធគ្រាប់រំសេវការបណ្ដុះបណ្ដាលនិងជំនួយផ្សេងទៀតការប្រកាសអំពីកញ្ចប់ជំនួយនេះបានកាត់ឡើងគណៈសភាសហរដ្ឋអាមេរិកបានត្រៀមខ្លួនអនុម័តជំនួយមានទំហំទឹកប្រាក់$44.9 លានផ្សេងទៀតសម្រាប់ប្រទេសអ៊ុយក្រែនដែលជាផ្នែកមួយនៃការអនុម័តលើការចំណាយដ៏សំខាន់មួយចំនួនសកម្មភាពបែបនេះនឹងធានាថាការគាំទ្ររបស់សហរដ្ឋអាមេរិកជួយដល់ក្រុងគៀវនឹងនៅតែបន្តរហូតដល់ឆ្នាំក្រោយទ
ោះជាយ៉ាងណារហូតមកដល់ពេលនេះថ្មីបើរុស្ស៊ីបានប្រមានយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិកជុំវិញការបញ្ជូនខែលការពារបាញ់ពីលើដីទៅលើអាកាសយ៉ាងណាក្តីប៉ុន្តែសកម្មភាពរបស់ក្រុងមូស្គូមិនអាចរារាំងដល់រដ្ឋបាលរបស់ប្រធានាធិបតីលោកโจ Biden នៅក្នុងការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅឲ្យប្រទេសអ៊ុយក្រែននោះឡើយលោក Zelensky និងក្រុមមន្ត្រីអ៊ុយក្រែនបានជំរុញដល់មេដឹកនាំលោកខាងលិចឲ្យផ្ដល់អាវុធទំនើបបន្ថែមទៀតជាពិសេសប្រព័ន្ធការពារដែនអាកាសប្រព័ន្ធ Patriot នឹងក្លាយជាប្រព័ន្ធមីស៊ីលបាញ់ពីលើដីទៅលើអាកាសដ៏ទំនើបបំផុតជាលើកដំបូងត្រូវបានមហាអំណាចបច្ចឹមលោកផ្ដល់ឲ្យប្រទេសអ៊ុយក្រែនសម្រាប់ទប់ទល់នឹងការវាយប្រហារដោយមីស៊ីលតាមផ្លូវអាកាសនិងផ្លូវទឹកពីកម្លាំងទាហានរុស្ស៊ីទន្ទឹមគ្នានេះដែរលោកអេមម៉ាញ៉ែលម៉ាក្រុងប្រធានាធិបតីបារាំងកាលពីថ្ងៃអង្គារក៏បានបញ្ជាក់ថាបារាំងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសនិងគ្រឿងសព្វាវុធផ្សេងៗទៀតទៅជួយដល់ប្រទេសអ៊ុយក្រែនចំណែកគ្រឿងសឹករបស់បារាំងទាំងនោះនឹងទៅដល់អ៊ុយក្រែននៅដើមឆ្នាំ2023